បងប្អូននេះគឺជាប្រាសាទអង្គរធំណាបងប្អូនបាទអូខេអ្វីដែលខ្ញុំឆ្ងល់នឹងឆ្ងល់អីគេហ៎នេះនៅខាងស្ដាំដៃនៃប្រាសាទអង្គរធំនោះគឺមានអឺចម្លាក់មួយជាថ្មបាក់បែកដែរណាបងប្អូនអូខេឥឡូវបងប្អូនយើងសាកល្បងទៅអស់គ្នាណាបាទទៅភ្លៀងធ្លាក់បងប្អូនអើយអាចនឹងដីទុនផងអីផងក៏មិនដឹងអីនេះបាទតែតស៊ូណាបងប្អូនតើតាណាទៅសាកល្បងមើលតើកន្លែងហ្នឹងមិនដែរបាទនៅខាងស្នាមដៃបងប្អូនណាអត់តទៅដល់ប្រាសាទទេគឺនៅខាងស្នាមដៃអូខេមិនដែរទៅតែភ្លៀងហើយបងប្អូនអើយយើងយើងចង់និយាយថាវាយើងស្អិតតិចដែរណាបងប្អូនណាបាទប៉ុន្តែអត់អីទេបងប្អូនជន់លើមែកឈើដែលបាក់ងាប់មកគឺបានហើយបាទមើលតើកន្លែងហ្នឹងស្អីគេបងប្អូនឆ្ងល់ទេបងប្អូនដែលមកលេងប្រាសាទបាយ័នណាបងប្អូនក៏ធំយើងហ្នឹងណាមានអាចចាប់អារម្មណ៍ថាតើមានប្រាសាទមួយដែលត្រូវបាក់បែកនៅទីនេះទេបងប្អូនបាទអូខេឥឡូវខ្ញុំមកដល់ហើយបងប្អូនឃើញទេបាទនេះគឺផ្ទាំងថ្មដែលជ្រុះពីលើមកណាបងប្អូនណាបាទហើយនេះអាចថាគឺជាតសទេបងប្អូននេះអាចបាក់ពីនេះមកណាបងប្អូនណាខឿនបងប្អូនណាខឿនតែយើងធ្វើអំពីថ្មណាបងប្អូនបាទអូបងប្អូនណានេះជារូបអីគេបងប្អូនជិះមានអារម្មណ៍ថាជារូបព្រះពុទ្ធបដិមាបងប្អូនមើលរូបអីបងប្អូនអូយកស្បង់ចេញសិនបាទអេនេះបងប្អូននេះខ្ញុំថារូបព្រះពុទ្ធបដិមាអូគួរស្ដាយដល់នេះណាបាទតូចដែរទេបងប្អូននៅនេះនោះបាទហើយនេះគឺជាអ្វីដែរបងប្អូនខ្ញុំអត់ស្គាល់ហើយនេះមានក្បាច់នៅសងខាងលុយណាបងប្អូននេះក្បាច់គេនេះអានេះក៏ជាក្បាច់ដែរណាក្បាច់អូក្បាច់គេឡើងលុយណាបាទមើលទៅតំណងមែនតែនបាទរូបព្រះពុទ្ធបដិមាប្រកេះព្រះអង្គបាទតោះឥឡូវយើងមកខាងនេះតិចទៀតតើមានអីនៅអីណាបងប្អូនជួនកាលវាបាក់បែកអស់វាអាចថាវាខូចទ្រង់ទ្រាយដើមពេកជួសជុលអត់កើតក៏អាចថាបានដែរបាទប៉ុន្តែនៅខាងនោះឃើញគេកបាក់បែកគេកមកគឺមានរាងទ្រង់ទ្រាយជាប្រាសាទដែរណាជាតម្រង់គេហៅថាដេហអប្សរាមានថ្មពីរដុំរៀងឃើញអប្សរាហ្មងមានថាកន្លែងណាផ្គុំគប់គេផ្គុំកើតគេនឹងផ្គុំកន្លែងណាផ្គុំអត់កើតអាហ្នឹងក៏យើងពិបាកបន្ទោសគេដែរបងប្អូនអើយយើងមិនមែនជប់ទេយើងធ្វើការពិចារណាយើងគិតយើងលៃដែរណាបងប្អូនណាបាទនេះគឺជារូបចម្លាក់នាគណាបងប្អូនហើយនៅនោះទីទៀតនៅទៅខាងនោះទីទៀតអីយ៉ាកន្លែងដើរសិនកន្លែងដើរសិនបងប្អូនណាតោះបាទខែភ្លៀងទៀតបងប្អូនអើយហើយសិតស្លែសួរអាចនឹងល្អិលអីដែរណាបាទនេះជាអីដែរបងប្អូននេះខ្ញុំគិតថាតិចលោជាណូជាអីទៅជាអីមកជាបងប្អូនហេបងប្អូនគិតមើលតិចលោជាភ្នោរបស់ស្ដេចចំនួនមុនអីចឹងណាបាទបងប្អូនជួយធ្វើសេចក្តីសន្និដ្ឋានមួយគ្នាមើលតែជាអ្វីដែរនេះ